បញ្ជានៃការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរនេះគឺជាច្បាប់របស់សហព័ន្ធកីឡាGainsbird Idol គុណខ្មែរគូពិសេសទី3ខ្មែរគូពិសេសទី3ទី1ជួងពើងបង្គោលក្រហមឡុងសីហាតែតែប្រកួត42ដងណាក៏មិនធម្មតាដែរសីហារីឯសុផាតផាតសុផែន41ដងម្ដងប្រសងគ្នាយល់ដៃមួយកងខៀវនិងកងក្រហមឆ្លោះពណ៌ស្អាតណាស់បាទសម្លឹងមើលលើសម្លឹងមើលក្រោមយកញាក់តេះទោះហើយក៏ខាវស្រាទាត់មកជើងធ្ងន់ទៅធ្ងន់មកអត់មានសើបទេណែអាយ៉ាសញ្ញាវិជ្ជមានក៏ចាប់ផ្ដើមបបួលនៅសុផែនលេងដណ្ដើមទឹកមួយហើយណាបាទសីហាបាទសីហានេះមុខកាចណាស់មុខដូចគេហៅថាខ្មែរអង្គររបស់យើងមើលទៅរបៀបត្រេជ្រុងអញ្ចឹងបាទសំសួនបែបផែជាកូនខ្មែរតែម្ដងបាទរីឯសុផែនវិញក៏មិនធម្មតាត្បិតតែអាយុទៅតែ10ឆ្នាំជាងបងអូនសីហាតែប្រហែលឆ្នាំទេមើលចិត្តសាស្ត្រហ្នឹងឃើញទេអត់ចាវទេបាទឲ្យដឹងថាចេញទៅចេញមកផ្ដោះទៅគឺផ្ដងទៅវិញហើយបាទនេះគឺជាការផ្ដោះផ្ដងនៅក្បាច់គុណខ្មែរបាទតាមរយៈការប្រកួតនេះឯងទាត់មកជើងឆ្វេងបាត់ពីបង្គោលក្រហមបាទសុផែនបាទបង្គោលក្រហមបានឡុងសីហាអធិស្ឋានមើលដងខ្លួនបាទសុផែនទាត់តេះស្រាចេញស្ដាំបាទសីហាគាត់ធ្វើអីមិនទាន់កើតគេហៅថានៅក្នុងដំណាក់កាលនៃការស្ទើរស្ទងទេគណៈដែលសកម្មភាពផ្សេងការឆេះកំសួលនៅម៉ាស៊ីនក៏មិនទាន់ឲ្យកើតឡើងដែរបាទលោកអាញាកដាក៏មិនសូវមានការងារធ្វើប្រហែលដែរនៅទឹកទី1នេះបាទរវើមួយគេកំពុងតែស្ទើរគ្នាមើលតែស្ទើរចំហើយចាក់ចូលបានហើយចាក់បាទផឹងទៅផឹងមកដូចកន្លែងនេះចឹងទាត់មកជើងឆាបហុកបាទគេចទាត់បាទបានពីសុផែនមកជើងត្រង់ធ្ងន់ណាស់យ៉ាបាទចង់ស្រិបបាទសុផែនអត់លេងសោច្រើនទេគឺរត់ចាក់បបែកកង់នៅពាក់កណ្ដាលផ្លូវទៅទឹកមួយឬយ៉ាងម៉េចបាទសុផែនបាទរីឯសីហាក៏មិនមែនឈរធម្មតាទេណាជំងន់ជើងក៏ធ្ងន់ដូចជាយុទ្ធឆ្កាដែរបាទមួយជើងចូលកញ្ចឹងក៏បាទកន្លែងនេះក៏រងតែសងវិញហើយនឹងក៏មានការប្រុងប្រៀបស្ដារនៅស្ថានភាពតនបាទពីសីហាញួច1ញួច2ដក1ដក2ហើយក៏តែសតេដើរចូលត្រង់នេះកាប់លាន់លុសូតែផ្លាច់ស្មងទួលស្មងក៏សងទៅសងមកបាទពីសីហាទៅកាន់សុផែនបាទទាត់ស្ដាំបាទពីសីហាបាទសុផែននេះម៉ូតសក់គាត់ដូចខុនឆាន់ខុនផែននេះបាទមើលទៅបាទស្អាតបាទចាប់ទឹកទី1ក៏បានបញ្ជូនមកដល់ល្មមទាត់ផ្លូវក្នុងមួយបាទពីសីហាត្រង់នេះតែយើងមកមើលប្លង់វាយត្រង់នេះទាត់មកជើងដាំបែបធ្ងន់បាទពីសុផែនបាទត្រង់នេះមកជើងផ្លឹបចូលផ្លូវក្នុងនេះចំតែមិនស្រួលអាកន្លែងកលាក់ហ្នឹងគឺដឹងថាបែកកង់ក្រឹបតែម្ដងបាទកន្លែងនេះចលោមួយហើយក៏ដកថមថយតនបាទពីសីហាបាទលោកម៉ែនបណ្ណាក៏ចាប់ដើមឲ្យចងឲ្យឆ្លាស់ឡើងលើតិចអត់ញ៉ៃច្រើនទេទឹកទី2នេះបាទសុផែនបាទដកមកជើងឆ្វេងបាទពីសីហាឆាបមកជើងពីសុផែនអីចាស់អីយយអត់អីទេមួយជួសដៃនេះវើយបាទមើលប្រឡោះចេញមុំបានត្រង់ណាទាត់ត្រង់ហ្នឹងមកជើងពីរជើងបាទពីសុផែនទៅកាន់សីហាធ្វើតែធម្មតាហើយក៏លុកចូលពោះទឹកក៏បែបធម្មតាហើយសុផែនក៏នៅតែប្រើគេហៅថារទះជើងអាស្ដាំរបស់គាត់នេះអាស្ដាំស៊ីននេះលើកបានខ្ពស់ណាស់ហើយក៏កាត់សងបាទកាត់តឡាចបាត់ពីសីហាវិញបានមកជើងធ្ងន់ដែរដារ៉េកឆ្វេងចូលពោះទឹកក៏ធ្ងន់ដែរហើយក៏ជាអាមេប៉ុន្តែបាទធ្វើឲ្យសីហាគេចាប់នៅសញ្ញារបស់សុផែនបានក៏បាទផ្ដោះបានមួយអើយចូលមកជើងចំត្រង់នេះដួលក្រឹបតែម្ដងពាក់កណ្ដាលផ្លូវទឹកទី3លោកម៉ែនវណ្ណាបានការរាប់ហើយមិនងើបទេរាប់ដល់20ទេ7
អូយមកជើងត្រង់នេះគេហៅថាបច្ចេកទេសហើយបូកសំជាមួយនឹងអាការហាត់ពុតលុតដំនៅកាយសម្បទារបស់គាត់មកបានយ៉ាងល្អស្មងទល់ស្មងគឺកំបឃើញទៅគេហៅថាទស្សនវិជ្ជាបែបនេះណាក្រុមគ្រូពេទ្យសង្គ្រោះក៏កំពុងតែធ្វើការនៅអន្តរាគមន៍ភ្លាមជាសញ្ញាមួយដល់ក្រុមរៈនិងជាសញ្ញាមួយដល់មានការប្រុងប្រយ័ត្នក្នុងការប្រកួតបន្តទៀតណាបាទសៃហាចូលរួមសោកស្ដាយបាទរីឯសុផែនទាត់បានបញ្ជើងត្រង់ចំណុចណានោះយើងមើលបន្តិចទៅមើលអូបាទមិនមែនកន្លែងនេះផងហ្នឹងមិនមែនកន្លែងនេះផងហ្នឹងចាំមើលក្រុមបច្ចេកទេសគេចាប់ឲ្យមើលម្ដងទៀតបាទតិចទៀតគេបញ្ជូនមកឲ្យមើលម្ដងទៀតកន្លែងណាច្បាស់បាទបកកែសម្រិតសម្រាំងណាបាទក្រុមបច្ចេកទេសយើងរកតែកន្លែងណាស្អាតឲ្យបងប្អូនមើលច្បាស់កុំឲ្យមានការបន្ទោសសង្ស័យនិងពិបាកនៅក្នុងការវិនិច្ឆ័យទៅតាមរូបភាពទៅតាមការយល់ឃើញផ្សេងបាទណែឃើញទេមកជើងកន្លែងនេះចូលស្មងច្បាស់ណាស់បាទខ្ញុំមើលឃើញចូលស្មងច្បាស់ណាស់ដួលជើងបាទពីរជើងគេហៅថាបែបជ័យជំនះបានទៅលើបង្គោលខៀវផាត់សុផែនព្រោះដៃគូបង្គោលក្រហមឲ្យសន្លប់ទៅក្នុងទឹកទី2យកឈ្នះឡុងណាធ្វើឲ្យឡុងណាបោះបង់ការ Gansberg amazing take Gansberg a real German premium beer ពិសាដោយការទទួលខុសត្រូវ Idol I confident អូស្ត្រងឆ្ងាញ់ខ្លាំងស្វាង